សូមគោរពជំរាបសួរបងប្អូនដែលកំពុងទស្សនាវីដេអូនេះទាំងអស់គ្នានិងសូមស្វាគមន៍មកកាន់ការសង្ខេបអត្ថបទនៃសៀវភៅដែលមានចំណងជើងថាយកឈ្នះក្តីទុក្ខសាងជីវិតស្រស់បំព្រងខ្ញុំនឹងសង្ខេបនៅផ្នែកទី3បណ្ដោះនិស្ស័យទប់ស្កាត់ទុក្ខវិបត្តិកុំឲ្យមានឱកាសមកធ្វើបាបយើង1វិធីបណ្ដេញទុក្ខឲ្យផុតពីអារម្មណ៍តាមរយៈអត្ថបទសៀវភៅរបស់លោក Dale Carnegie ដើម្បីបំបត្តិទុក្ខចេញពីអារម្មណ៍គឺត្រូវអនុវត្តតាមគោលការណ៍ទី1សូមកុំនៅទំនេរអ្នកអប់ទុក្ខគួរតែរកអ្វីធ្វើជាបន្តបន្ទាប់បើមិនដូច្នោះទេចិត្តរបស់អ្នកនឹងស្វិតក្រៀមស្រពោនដោយសារតែទុក្ខនោះហើយអ្នកនិពន្ធបានរំលឹកដល់អនុស្សាវរីយ៍កាលពីរាត្រីមួយកាលពីប៉ុន្មានឆ្នាំមុន Marion Douglas ដែលជាកូនសិស្សរបស់គាត់បានប្រាប់មិត្តរួមថ្នាក់របស់គេអំពីរឿងទុក្ខលំបាកធំៗរបស់គេដល់ទៅ2ដងលើកទី1គេបានបាត់បង់កូនស្រីជាទីស្រឡាញ់របស់គេអាយុ5ឆ្នាំ10ខែបន្ទាប់ភរិយារបស់គេបានសម្រាលកូនស្រីមួយទៀតហើយក៏ស្លាប់ទៀតបន្ទាប់ពីកើតបាន5ថ្ងៃមរណភាពកូនសម្លាញ់ទាំងពីររបស់គេបានធ្វើឲ្យគេកើតទុក្ខបំផុតគេបានប្រាប់ទៀតថាគេកើតទុក្ខរហូតដេកមិនលក់បាយមិនបានចិត្តរំជើបរំជួលគ្មានកម្លាំងកំហែងអ្វីឡើយបន្ទាប់មកគេបានទៅពិគ្រោះជាមួយគ្រូពេទ្យ2នាក់ម្នាក់ឲ្យគេលេបថ្នាំដើម្បីដេកលក់ម្នាក់ទៀតឲ្យធ្វើដំណើរកម្សាន្តលំហែចិត្តគេបានធ្វើតាមវិធីទាំងពីរតែនៅតែមិនបានផលហើយមានអារម្មណ៍ថាដូចជាមានដង្កៀបយ៉ាងធំគៀបគេយ៉ាងខ្លាំងតែសំណាងល្អដែលគេនៅមានកូនប្រុសម្នាក់ទៀតអាយុ4ឆ្នាំល្ងាចមួយពេលដែលគេកំពុងអង្គុយពិបាកចិត្តកូនរបស់គេស្រែកថាប៉ាជួយធ្វើទូកឲ្យកូនមួយមកបានទេប៉ាគេមិនចង់ធ្វើតែកូនវារំអុករហូតទាល់តែគេព្រមគេបានធ្វើទូកហើយស្រេចរយៈពេល3ម៉ោងបន្ទាប់មកគេក៏គិតថា3ម៉ោងដែលគេធ្វើទូកជារយៈពេលដែលមានអារម្មណ៍ស្ងប់ដែលច្រើនខែមកហើយគេមិនដែលមានពេលនោះធ្វើឲ្យគេភ្ញាក់ខ្លួនពីអាការៈសោកសៅហើយគេបានរកឃើញការពិតមួយថាក្នុងគណៈពេលដែលយើងជក់អារម្មណ៍ក្នុងការគិតឬច្នៃប្រឌិតអ្វីមួយយើងមិនងាយនឹងកើតទុក្ខព្រមពេលគ្នានោះបានទេករណីដែលគេធ្វើទូកឲ្យកូនលេងអាចបំភ្លេចទុក្ខឲ្យបាត់ឈឹងហេតុនេះគេបានដោះស្រាយបញ្ហារបស់គេដោយរកកិច្ចការផ្សេងៗមកធ្វើកុំឲ្យទំនេរគ្មានពេលទំនេរកើតទុក្ខគឺជាសម្ដីរបស់ Winston Churchill ខណៈពេលគាត់ធ្វើការមួយថ្ងៃ18ម៉ោងក្នុងសម័យសង្គ្រាមកំពុងតែឈានដល់ដំណាក់កាលក្តៅពេញបន្ទុកពេលមាននរណាម្នាក់សួរគាត់ថាតើគាត់មានទុក្ខលំបាកពីទំនួលខុសត្រូវដ៏ធំនោះដែរឬទេគាត់ឆ្លើយថាខ្ញុំរវល់ណាស់គ្មានពេលសម្រាប់កើតទុក្ខទេ Pastor អ្នកវិទ្យាសាស្ត្រដ៏ល្បីបានប្រាប់ថាមានសន្តិសុខនៅក្នុងបណ្ណាល័យនិងក្នុងបន្ទប់ពិសោធន៍ហេតុអ្វីក៏ដូច្នេះព្រោះបុគ្គលដែលមមាញឹកនៅនឹងបណ្ណាល័យនិងបន្ទប់ពិសោធន៍គ្មានពេលនឹកដល់ទុក្ខកង្វល់អ្វីផ្សេងទេមានតិចណាស់ដែលអ្នកស្រាវជ្រាវកើតជំងឺសរសៃប្រសាទឬបាក់ទឹកចិត្តព្រោះពួកគេគ្មានពេលគិតដល់រឿងឥតប្រយោជន៍ក្រៅតែពីកិច្ចការតែមួយមុខប៉ុណ្ណោះហេតុអ្វីវិធីងាយគ្រាន់តែធ្វើខ្លួនឲ្យមមាញឹកនឹងការងារអាចបណ្ដេញទុក្ខកង្វល់ឲ្យផុតពីចិត្តយើងបានអ្នកនិពន្ធបានឆ្លើយថាមានច្បាប់មួយជាសច្ចភាពតាមគោលការណ៍ចិត្តវិទ្យាគឺมันអាចទៅរួចដាច់ខាតដែលចិត្តរបស់យើងអាចគិតបានលើសពីមួយរឿងក្នុងពេលតែមួយទោះបីជាអ្នកឆ្លាតប៉ុណ្ណាក៏ដោយឧបមាថានៅពេលអ្នកកំពុងផ្អែកលើកៅអីបិទភ្នែកហើយព្យាយាមនឹកដល់អនុស្សាវរីយ៍ឬកន្លែងណាមួយហើយព្រមជាមួយគ្នាលោកអ្នកគិតថាតើព្រឹកស្អែកនឹងមានផែនការធ្វើអ្វីខ្លះលោកអ្នកពិតជាដឹងថាអ្នកអាចផ្ដោតការចាប់ចិត្តលើរឿងទាំងពីរនោះបានតាមបែបផ្លាស់ប្ដូរចុះឡើងបានតែมันអាចផ្ដោតចិត្តលើរឿងទាំងពីរនោះក្នុងពេលតែមួយបានទេការផ្លាស់ប្ដូរអារម្មណ៍របស់មនុស្សយើងមានដូចគ្នាគឺយើងមិនអាចសប្បាយក្អាកក្អាយព្រមពេលជាមួយទុក្ខសោកបានទេកាលបើអារម្មណ៍មួយកើតឡើងវានឹងបណ្ដេញអារម្មណ៍មួយទៀតចេញកាលបើយុវជនណាមានការភ័យលួសព្រលឹងបន្ទាប់ពីជួបហេតុការណ៍គួរឲ្យតក់ស្លុតគេអាចហៅអាការៈនេះថាពិការប្រសាទផ្លូវចិត្តពេលនោះគ្រូពេទ្យប្រចាំកងទ័ពក៏ប្រើវិធីឲ្យធ្វើនេះធ្វើនោះកុំឲ្យទំនេរដូចនេះឯងចំណែកឯពេទ្យចិត្តសាស្ត្រគ្រប់រូបក៏តែងតែណែនាំថាការ
ការធ្វើនេះធ្វើនោះឲ្យមានការធ្វើជាប្រចាំជាការផ្ដល់ថ្នាំប្រសើរបំផុតសម្រាប់អ្នកពិការសរសៃប្រសាទ Henry W. Longfellow បានរកឃើញការពិតមួយនេះនៅពេលគាត់បាត់បង់ប្រពន្ធសម្លាញ់របស់ខ្លួនគាត់កើតទុកស្ទើរតែคล้ายទៅជាមនុស្សឆ្កួតតែសំណាងល្អគាត់មានកូនតូចក្នុងបន្ទុក3នាក់គាត់ត្រូវដើរតួជាម្ដាយផងជាឪពុកផងនាំកូនទាំង3ដើរលេងនិទានរឿងឲ្យកូនស្ដាប់លេងជាមួយកូនគាត់ក៏និពន្ធបានកំណាព្យពេលវេលារបស់កូននិងបកប្រែកំណាព្យរបស់ដាន់តេមកជាភាសាអង់គ្លេសការងារទាំងនេះធ្វើឲ្យគាត់រវល់មមាញឹកជាប់រហូតរវល់ទាល់តែភ្លេចទុកកង្វល់សូមកុំនៅទំនេរចូលរកអ្វីធ្វើនេះគឺជាថ្នាំដែលថោកបំផុតនៅលើโลกហើយក៏ជាថ្នាំដែលមានប្រសិទ្ធភាពបំផុតផងដែរ